ល្បីតគ្នាតំបន់ត្រីកោណមរណៈបឺមូដាមិនត្រឹមជាកន្លែងដែលបាត់ខ្លួនកប៉ាល់និងយន្តហោះយ៉ាងអាត់កំបាំងនោះទេតែក៏មានមនុស្សមួយចំនួនយល់ថាអាចជាទ្វារឆ្លងពេលវេលានិងជាតំបន់អេលៀនផងដែរអាកំបាំងក្រោមមេសប្តាហ៍នេះខ្ញុំបាទហៅហុងនឹងនាំបងប្អូនទាំងអស់គ្នាទៅដឹងអំពីរឿងរ៉ាវអាកំបាំងមួយរឿងទៀតដែលនិយាយអំពីតំបន់ត្រីកោណមរណៈបឺមូដាភាគច្រើនគេតែងតែលើកឡើងនិយាយតគ្នាថាតំបន់នេះនៅពេលដែលមានកប៉ាល់ឬក៏យន្តហោះបើកឆ្លងកាត់គឺតែងតែបាត់ខ្លួនគ្មានស្រមោលតែម្ដងអញ្ចឹងចង់នឹងថាតើរឿងរ៉ាវនោះវាអាកំបាំងបែបណាទស្សនាវីដេអូនេះទាំងអស់គ្នាត្រីកោណបឺមូដាត្រូវបានហៅដោយលោក Vincent Geddes នៅក្នុងឆ្នាំ1964ដែលលោកបានសរសេរនៅក្នុងអត្ថបទមួយដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Agozi តំបន់ត្រីកោណបឺមូដាត្រូវបានអ្នកខ្លះនិយមហៅថាតំបន់ត្រីកោណមរណៈនេះជាតំបន់មួយនៅភាគខាងលិចនៃមហាសមុទ្រអាត្លង់តិកខាងជើងតំបន់នេះលាតសន្ធឹងពីទីក្រុង Miami នៃរដ្ឋ Florida សហរដ្ឋអាមេរិកទៅកាន់កោះបឺមូដានិងដែនរដ្ឋអាមេរិក Puerto Ricoយោងតាមការកណនាមួយចំនួនតំបន់នេះលាតសន្ធឹងចន្លោះពី5សែនទៅ 1.5 លានម៉ែត្រការ៉េហើយមានរាងដូចជាត្រីកោណដូច្នោះដែរផងដែរនោះក៏មានផលិតករមួយចំនួនបានលើកយកតំបន់នេះមកផលិតជាខ្សែភាពយន្តព្រមទាំងមានការគាំទ្រច្រើនទៀតផងឥឡូវនេះខ្ញុំនឹងមកនិយាយអំពីភាពល្បីល្បាញនិងពាក្យចចាមអារាមនៃតំបន់នេះអាកំបាំងនេះបានផ្ទុះឡើងនៅក្នុងសតវត្សទី20នៅក្នុងឆ្នាំ1918នៅពេលដែល Navy USS Cyclops ដែលជានាវាកងទ័ពជើងទឹកមានប្រវែង100ម៉ែត្រផ្ទុកមនុស្សប្រមាណជាង300នាក់និងទំនិញជាច្រើនតោនបានលិចនៅកន្លែងណាមួយនៅចន្លោះបាបាដានិងឈូងសមុទ្រ Chase Navy USS Cyclops មិនបានផ្ញើសារចេញដើម្បីសុំជំនួយទេទោះបីជានាវាត្រូវបានគេបំពាក់ឧបករណ៍ទាំងនោះដើម្បីឲ្យសញ្ញាដើម្បីសុំជំនួយពេលជួបគ្រោះភ័យក៏ដោយខណៈការរកយ៉ាងទូលំទូលាយក៏រកមិនឃើញបំណែកនៃនាវាដ៏ធំនោះដែរដោយឡែកលោកប្រធានាធិបតីលោក Woodrow Wilson មានប្រសាសន៍ថាមានតែព្រះនិងសមុទ្រទេដែលដឹងថាមានអ្វីកើតឡើងចំពោះកប៉ាល់ដ៏ធំមួយនោះនៅឆ្នាំ1941កប៉ាល់ Cyclops Sister ចំនួន2គ្រឿងទៀតក៏បានបាត់ខ្លួនដោយគ្មានស្រមោលនៅក្នុងករណីស្រដៀងគ្នាទៅនឹងកប៉ាល់ USS Cyclops នោះដែរដោយកន្លែងបាត់ខ្លួននោះគឺនៅលើផ្លូវទឹកតែមួយជាមួយគ្នានេះបើនិយាយពីទិន្នន័យច្បាស់ការមួយនៃចំនួននាវាឬយន្តហោះប៉ុន្មានគ្រឿងដែលបានបាត់ខ្លួននៅតំបន់នេះក៏គេមិនអាចកំណត់បានទេប៉ុន្តែកងទ័ពជើងទឹកអាមេរិកបានប៉ាន់ប្រមាណថាមាននាវាប្រហែល50គ្រឿងនិងយន្តហោះ20គ្រឿងបានបាត់ខ្លួននៅទីនោះក្រោយមកនៅខែធ្នូឆ្នាំ1945យន្តហោះទម្លាក់គ្រាប់បែក5គ្រឿងមានផ្ទុកមនុស្សសរុប14នាក់បានហោះចេញពីរដ្ឋ Florida ដើម្បីធ្វើការវឹកវើប៉ុន្តែកំឡុងពេលហាត់សមនោះត្រីវិស័យរបស់យន្តហោះដែលជាមេដឹកនាំក្រុមហោះហើរទំនងជាបានកាំងដំណើរការហើយក៏វង្វេងផ្លូវតែម្ដងប្រការនេះធ្វើឲ្យយន្តហោះទាំង5គ្រឿងហោះហើរដោយគ្មានគោលដៅច្បាស់លាស់ឡើយរហូតទាល់តែអស់សាំងរួចត្រូវបង្ខំចិត្តទម្លាក់ខ្លួនចោលនៅលើផ្ទៃសមុទ្រថ្ងៃជាមួយគ្នានោះយន្តហោះជួយសង្គ្រោះមួយគ្រឿងមានដឹកមនុស្ស13នាក់ក៏បានបាត់ខ្លួនដែរក្រោយការព្យាយាមរកទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនសប្តាហ៍កងទ័ពជើងទឹកអាមេរិកក៏ប្រកាសថាហេតុការណ៍នោះគឺប្រៀបដូចជាយន្តហោះទម្លាក់ទាំង5គ្រឿងបានហោះទៅដល់ភពអង្គារយ៉ាងដូច្នោះឯងមិនថាកប៉ាល់ឬនាវាដែលធ្វើដំណើរឆ្លងកាត់តំបន់ត្រីកោណបឺមូដាតែងតែបាត់ខ្លួនឬបើត្រូវបានរកឃើញក៏ដោយគឺគ្មានមនុស្សនៅលើនោះឡើយមានមនុស្សជាច្រើនជឿថាភាពអាថ៌កំបាំងនៅតំបន់នេះអាចជាច្រកទ្វារឆ្លងភពទៅសម័យកាលណាមួយអាចជាទីតាំងរបស់អេលៀនមានបេសាចសមុទ្រនៅទីនោះឬជាក្រុងសម័យក្រោមបាតសមុទ្រហៅថា Atlantis ជាដើមដែលសុទ្ធសឹងតែជាពាក្យចចាមអារាមអាចបង្វក់អារម្មណ៍មនុស្សយ៉ាងច្រើនបានប៉ុន្តែក៏មានការលើកឡើងនៅទ្រឹស្ដីផ្សេងទៀតដែលផ្ដោតទៅលើផ្នែកវិទ្យាសាស្ត្រផងដែររួមមានភាពមិនប្រក្រតីនៃដែនម៉ាញេទិកក៏ដូចជាបន្ទុះគំសួរទឹកនិងឧស្ម័នមេតានចេញពីក្រោមបាតសមុទ្រនៃតំបន់នោះជាដើមប៉ុន្តែទោះជាយ៉ាងណាតំបន់ត្រីកោណនេះនៅតែជាកន្លែងអាថ៌កំបាំងដែលបន្តទាក់ទាញយកចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោកសរុបមកទោះបីជាមានទ្រឹស្ដីចម្លែករាប់មិនអស់ដែលបានកើតឡើងពាក់ព័ន្ធនឹងតំបន់បឺមូដានេះក្តីប៉ុន្តែมันមានទ្រឹស្ដីណាមួយដែលអាចផ្ដល់ជាភស្តុតាងជាក់ស្ដែងឡើយផ្ទុយទៅវិញនៅតែមានកប៉ាល់និងយន្តហោះធ្វើចរាចរណ៍ប្រងព្រាតឆ្លងកាត់តំបន់នេះជារៀងរាល់ថ្ងៃដោយពុំមានគ្រោះថ្នាក់អ្វីឡើយបច្ចុប្បន្នបច្ចេកវិទ្យារបស់មនុស្សកាន់តែមានភាពទំនើបជាងមុននិងបានប្រើប្រាស់ផ្កាយរណបជាសញ្ញានាំផ្លូវខុសឆ្ងាយពីប៉ុន្មានសតវត្សមុនដែលនៅមានការពឹងនៅលើត្រីវិស័យឬរលកវិទ្យុនៅលើផែនដី
ដែលមានសភាពខ្សោយដែលងាយរងការយាយីពីបាតុភូតធម្មជាតិយ៉ាងណាដែរបងប្អូនបន្តពីបានទស្សនាវីដេអូនេះហើយសម្រាប់ខ្ញុំគឺមិនច្បាស់ថារឿងនេះពិតឬក៏មិនពិតនោះទេដោយសារតែរឿងហេតុផ្ទុះឡើងនៃព្រឹត្តិការណ៍នេះគឺវាយូរឆ្នាំណាស់មកហើយអាចថា100ឆ្នាំជាងអញ្ចឹងនៅសម័យនោះគឺមិនទាន់មានបច្ចេកវិទ្យាណាមួយទំនើបធ្វើឲ្យយើងបានដឹងព័ត៌មានច្បាស់នោះទេម្នាក់អាចថាគាត់និយាយតគ្នាពីមាត់មួយទៅមាត់មួយធ្វើឲ្យបាត់នៅរឿងរ៉ាវពិតប្រាកដអាចផ្លាស់ប្ដូរពីហេតុការណ៍ពិតទៅជាហេតុការណ៍មិនពិតក៏ថាបានអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តស្ដាប់រឿងរ៉ាវអាត់កំបាំងដូចខ្ញុំសូមស្ដាប់ដោយមានការពិចារណាអាត់កំបាំងក្រោមមីនៅក្នុងសប្តាហ៍នេះគឺបានមកដល់ទីបញ្ចប់ហើយកុំភ្លេចរងចាំតាមដានទស្សនានៅសប្តាហ៍ក្រោយខណៈនេះខ្ញុំបាទហៅហុងសូមអរគុណសូមជម្រាបលា